នាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីបមួយគ្រឿងទៀតរបស់រុស្ស៊ីចេញដំណើរលើផ្លូវទឹកលើកដំបូងប្រភពឧស្សាហកម្មមួយបានប្រាប់សារព័ត៌មានថានាវាមុជទឹកទី2របស់រុស្ស៊ីបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប 885M មានឈ្មោះថា Krasnoyarsk ដែលបច្ចុប្បន្នកំពុងសាងសង់នៅឯការដ្ឋានផលិតកប៉ាល់ធំជាងគេរបស់ប្រទេសក្នុងទីក្រុង Severodvinsk បានចេញដំណើរក្នុងផ្លូវទឹកជាលើកដំបូងកាលពីថ្ងៃអាទិត្យប្រភពបាននិយាយថានៅថ្ងៃទី26ខែមិថុនានាវា Krasnoyarsk ដែលបំពាក់ជាមួយនឹងឧបករណ៍ទំនើបបានចេញដំណើរពីការដ្ឋានផលិតកប៉ាល់ Selmas សម្រាប់ការសាកល្បងផ្លូវទឹកលើកដំបូងនៅសមុទ្រសប្រភពព័ត៌មានបានប្រាប់ថានាវាក៏នឹងឆ្លងកាត់ការសាកល្បងអាវុធទាំងអស់របស់ខ្លួនដើម្បីធ្វើការវាយតម្លៃក្នុងការអនុវត្តនេះផងដែរគូបញ្ជាក់ថានាវា Krasnoyarsk គឺជានាវាមុជទឹកទី2និងជាការសាកល្បងលើកទី3របស់គម្រោងកាំជ្រួចមីស៊ីលឆ្លងទ្វីប 885M Yazen-M ដែលត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ2014ខណៈនាវាមុជទឹកនេះក៏ត្រូវបានដាក់ឲ្យដំណើរការលើផ្លូវទឹកកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2021ផងដែរ